ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ដាក់លេខរៀងនៅក្នុងតារាងនៅលើកម្មវិធី Microsoft Word អ្នកទាំងអស់គ្នាតែងតែវាលេខ1លេខ2លេខ3លេខ4លេខ5លេខ6បែបនេះចឹងវិធីសាស្ត្រដើម្បីធ្វើកិច្ចការលឿនជាងមុនគឺយើងអាចធ្វើចឹងទេដំបូងអ្នកទាំងអស់គ្នាគ្រាន់តែ select នៅលើ table របស់យើងហើយបន្ទាប់មកយើងចូលមកកាន់ home ហើយបន្ទាប់មកយើងរើសនៅត្រង់កន្លែង numbering នេះចឹងយើងរើស style ណាមួយដែលយើងចង់បានឥឡូវខ្ញុំរើស style មួយនេះចុះបាទបែបនេះប៉ុន្តែជាក់ស្ដែងយើងមើលនៅក្នុងលេខនេះគឺយើងមានសញ្ញាចុចនៅពីមុខលេខរបស់យើងអញ្ចឹងខ្ញុំអត់ចង់បានសញ្ញាចុចទេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ numbering ម្ដងទៀតហើយបន្ទាប់មកអ្នកទាំងអស់គ្នារើសពាក្យថា define new format បាទហើយនៅត្រង់នេះអ្នកទាំងអស់គ្នាធ្វើការលុបចុចនៅពីមុខលេខរបស់យើងបាទហើយបន្ទាប់មកចុច OK ប៉ុន្តែអ្វីដែលជាចំណុចមួយទៀតនោះគឺនៅពេលយើងដាក់ cursor ចូលនៅក្នុង cell នៃតារាងរបស់យើងនេះឃើញថានៅពីមុខលេខគឺវាមាន space នៅពីមុខមែនទេអញ្ចឹងខ្ញុំចង់លុប space នៅពីមុខលេខហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែដាក់ cursor នៅចំទីតាំងណាមួយនៃជួរលេខរបស់យើងនេះហើយបន្ទាប់មកខ្ញុំចុចមកខាងស្ដាំអ្នកទាំងអស់គ្នាយករើសពាក្យថា adjust list intent បាទបន្ទាប់មកនៅត្រង់កន្លែង tape character នេះអ្នកទាំងអស់គ្នាដូរមកដាក់ថា nothing ហើយបន្ទាប់មកខ្ញុំចុច OK បាទបន្ទាប់មកគឺ space នៅខាងមុខលេខគឺវាអត់មានទៀតទេអញ្ចឹងចំណុចដែលពិសេសនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបន្ថែម row ឧទាហរណ៍ខ្ញុំចង់បន្ថែម row មួយទៀតបាទអញ្ចឹងគឺវានឹង load auto លេខ11ឲ្យយើងតែម្ដងបើសិនបើអ្នកទាំងអស់គ្នាចង់លុប row មួយណាឥឡូវខ្ញុំចង់លុប row លេខ4ខ្ញុំ select នៅលើ row លេខ4ចុច backspace អញ្ចឹងលេខរបស់យើងគឺវាមកតាម auto number ដូចធម្មតាអញ្ចឹងគឺជាចំណុចពិសេសនៅក្នុងកម្មវិធី Microsoft Word